តារាចម្រៀងខេមរៈស្រីមុនត្រៀមចេញច្រៀងតាមផាប់ជាលើកដំបូងតាមការអញ្ជើញរបស់ស្រាបៀរគ្រីនច្រើនឆ្នាំក្នុងសិល្បៈកម្ពុជាតារាចម្រៀងខេមរៈស្រីមុនមិនធ្លាប់មានវត្តមានក្នុងការច្រៀងតាមផាប់នានាឡើយដោយឡែកថ្មីនេះស្រាប់តែមានការប្រកាសថាកម្ពុជាតារាចម្រៀងខេមរៈស្រីមុននឹងមានវត្តមាននឹងសម្ដែងនៅក្នុងជាង50កន្លែងដោយមានការគាំទ្រពីស្រាបៀរគ្រីនដើម្បីសប្រាយអ្នកគាំទ្រស្រាបៀរគ្រីនលេងឈុតធំនិងចំណាយមិនធម្មតាឡើយសម្រាប់ការអញ្ជើញកម្ពុជាតារាចម្រៀងខេមរៈស្រីមុនចេញច្រៀងនិងសម្ដែងក្នុងផាប់ជាលើកដំបូងនេះដោយដែលមហាជនបានឃើញស្រាប់ហើយថាភាគច្រើនកម្ពុជាតារាចម្រៀងខេមរៈស្រីមុនតែងតែមានវត្តមាននៅក្នុងការប្រគំតន្ត្រីធំៗតាមបណ្ដាខេត្តក្រុងនានានិងនៅក្នុងពិធីធំៗប៉ុណ្ណោះលោកកម្រនឹងមានវត្តមាននៅតាមផាប់កំសាន្តនានាណាស់ឆ្លើយតបទៅនឹងការចង់បានរបស់អ្នកគាំទ្រស្រាប់តែថ្មីនេះស្រាបៀរគ្រីនបានត្រៀមលេងឈុតធំនិងចំណាយមិនធម្មតាទេដោយបានអញ្ជើញកម្ពុជាតារាចម្រៀងខេមរៈស្រីមុនច្រៀងតាមផាប់ធំជាង50កន្លែងជុំវិញខេត្តក្រុងគ្រាន់តែដឹងដំណឹងថាកម្ពុជាតារាចម្រៀងខេមរៈស្រីមុនត្រៀមនឹងមានវត្តមាននៅក្នុងផាប់តាមអញ្ជើញរបស់ស្រាបៀរគ្រីនបានធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្ដែងនៅការត្រេកអរក៏ដូចជារងចាំមើលថាតើអាយដលរបស់ពួកគេនឹងលេចមុខជាលើកដំបូងនៅទីណាបើចង់ជួបផ្ទាល់ជាមួយនឹងកម្ពុជាតារាចម្រៀងខេមរៈស្រីមុនឬអាយដលរបស់បងប្អូនសូមកុំភ្លេចចូលរួមជាមួយនឹងស្រាបៀរគ្រីនទាំងអស់គ្នាដើម្បីទទួលបានភាពសប្បាយរីករាយនិងរួមលេងកម្សាន្តជុំគ្នាសប្បាយ